របៀបរកលុយជាមួយ Facebook ឆ្នាំ2026បងប្អូនដែលកំពុងតែលេង Facebook ប្រកាសជាចង់រកប្រាក់ចំណូលពី Facebook គ្រប់គ្នាហើយឥឡូវនេះក្នុងឆ្នាំ2026 Facebook update ហើយបាទបន្ទាប់ពីបងប្អូនមាន Facebook ហើយបងប្អូនត្រូវបាទបំលែងវាទៅជា pack ទម្រង់បែបនេះបងប្អូនបាទទៅជា pack ទម្រង់បែបហ្នឹងហើយបាទបងប្អូនមាន pack ហើយបងប្អូនត្រូវចូលកន្លែង see dashboard នេះមកបាទដើម្បីទៅមើលគោលការណ៍ Facebook របស់គ្នាបាទនេះគឺជាទម្រង់បាទទម្រង់ដុល្លារបាទវាមិនអាចទាន់អាចរកលុយបានទេប៉ុន្តែយើងចូលមើលបាទគោលការណ៍វាសិនបន្តមកទៀតបងប្អូនត្រូវចុចកន្លែងនេះមកលើនេះរកពាក្យថា monetization មកនេះទៅមើលគោលការណ៍របស់វាបាទអូខេឥឡូវនេះបន្តមកទៀតបងប្អូននេះវាចេញមកហើយនេះដាក់ថា content monetization កន្លែងនេះគឺសំខាន់ណាស់បាទកន្លែងហ្នឹងគឺយើងត្រូវមើលកន្លែងហ្នឹងព្រោះអា star ហើយនឹងអា subscription នេះមិនបាច់មើលវាទេបាទហើយចុចមើលកន្លែង content monetize មកបាទនេះដាក់ពាក្យថា update form អញ្ចឹងទៅបងប្អូនចូលមកបាទបន្ទាប់មកបងប្អូនចុចកន្លែងនេះទី1នេះចុចពីលើវាប៉ក់មកហើយបន្តទៀតបងប្អូនចុចយកកន្លែងនេះdigital creator គ្រីសវាមួយចឹងមកបងប្អូនបាទគ្រីសវាមួយចឹងមកហើយចុចដានទៅបាទហើយកន្លែងនេះអាទី2នេះចឹងមកដាក់គ្រីសទាំង4បងប្អូនដាក់គ្រីសទាំង4ចឹងមកហើយចុចពាក្យដានដែរទៅបាទហើយខាងក្រៅបងដាក់ថាសរសេរតាមចឹងមកនេះបាទ content monetization ជាភាសាអង់គ្លេសចឹងមកបងប្អូនចេះទេបងប្អូនអាច copy ទៅបានបាទហើយបន្តមកទៀតបងប្អូនចុចពាក្យ submit បាទបន្ទាប់ពីធ្វើតាមខ្ញុំមកខាងលើអស់ហើយបងប្អូនចុចពាក្យ submit បាទ submit ទៅវាចេញទៅបងប្អូនណាចេញទៅហើយចូលមើលឡើងវិញបាទចូលកន្លែង monetize មិញមកបាទនេះចូលកន្លែងនេះវាអៀនមកបាទបន្ទាប់ពីចុចពាក្យ update ហើយចេញទម្រង់បែបនេះបងប្អូនណាទីបងប្អូននេះវាឲ្យយើងរងចាំបាទអញ្ចឹងបងប្អូនត្រូវរងចាំឲ្យផុសវីដេអូចាប់ពីបាទ1នាទីចុះក្រោមបាទត្រឹម10សេខាន20សេខាន30សេខាន40សេខានអញ្ចឹងទៅបាទផុសឲ្យបានច្រើនហើយវាពេញវានឹងប្រាប់យើងឲ្យរកលុយវាដាក់ថា content monetization waitlist បាទអញ្ចឹងវាឲ្យយើងរងចាំបងប្អូនបាទអញ្ចឹងបងប្អូនត្រូវរងចាំដើម្បី Facebook invite រកលុយបាទអញ្ចឹងទេយើងមានតែប៉ុណ្្នឹងទេបងប្អូនណាបាទគោលការណ៍ Facebook មានតែប៉ុណ្្នឹងទេយើងខំប្រឹងតែផុសវីដេអូឲ្យច្រើនទៅបាទនោះ Facebook នឹងអញ្ជើញយើងរកលុយបាទអរគុណ